បើចាយបងប្អូនបងប្អូនទៅពាំងស្អុយទាំង7នាក់អាចស្វែងរៀងក្រោយពីធ្វើការអស់ណែនាំចឹងអារម្មណ៍យ៉ាងណាដែរមិនមែនមិនដឹងទេដឹងប៉ុន្តែផ្កើបងប្អូននឹងផ្កើមិនមែនមិនដឹងទេគាត់ដឹងតែផ្កើមកក្មេងរបស់បាទឥឡូវចាប់ខ្លួនបានហើយក្រុមក្មេងៗនៅកុំចេះតាទៀតកម្លាំងអធិការដ្ឋាននៅព្រំបាលក្រុងបវត្តគាត់ខ្លួនក្រុមក្មេងដំណើរចំនួន7នាក់តែបានបង្ហោះរូបកាន់កំបិតលើដងគ្នាបង្ហោះលើបណ្ដាញសង្គម Facebook យកធ្វើការអប់រំណែនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបវត្តស្វាយរៀងនៅព្រឹកថ្ងៃទី9 ខែឧសភាឆ្នាំ2026អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍តូសតហេតអគ្គស្នងការនគរបាលជាតិនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍តូពេជ្រវរៈស្នងការនគរបាលខេត្តស្វាយរៀងបានបញ្ជាឲ្យកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបវត្តដឹកនាំដោយលោកវរៈសេនីយ៍តូអែមវណ្ណរិទ្ធអធិការនគរបាលក្រុងបវត្តនិងដោយមានកិច្ចសហការល្អពីលោកនាយកសាលាបឋមសិក្សាបវត្តសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវនិងឈានទៅដល់ឃាត់ខ្លួនក្រុមក្មេងទំនើង7នាក់ប្រុសដែលបានបង្ហោះរូបកាន់កំបិតឌឺដងគ្នានៅលើបណ្ដាញសង្គម Facebook ដោយក្មេងទំនើងទាំងអស់នោះសុទ្ធសឹងតែជាអនេកជនសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំនិងអញ្ជើញអាណាព្យាបាលមកទទួលយកដើម្បីអប់រំបន្តមិនឲ្យប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមបន្តទៀតឡើយហ្នឹងហើយបងប្អូនដល់តែប៉ុណ្ណឹងមិនដឹងខ្លួនលោកអើយជឿឲ្យបងប្អូនហើយមេត្តាគិតសារឡើងវិញអត់ដឹងថាពួកគាត់គិតអីទេនៅក្នុងខ្លួនណាឥឡូវបានសម្រេចរបស់គាត់ហើយហ្នឹងហើយអរគុណច្រើនសង្ឃឹមថាបងប្អូនកែខ្លួនមិនមែនបងប្អូនមិនដឹងទេបងប្អូនដឹងតែបងប្អូនចង់ល្បី